បាទសូមជម្រាបសួរនិងសួស្តីបងប្អូនដែលនិយមចូលចិត្តលេងបាក់សីកីឡានិងការចិញ្ចឹមសត្វទាំងអស់គ្នាបាទហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំថតមន់សីចែកជូនបងប្អូនមើលលេងកំសាន្តដូចរោដងអញ្ចឹងសម្រាប់មន់អាមេមបើនៅខាងក្រៅនេះខ្ញុំទើបតែនឹងយកមកទេវាយើងឈឺជើងបន្តិចប៉ុន្តែឥឡូវយើងដាក់សីវាជាមួយអាមនដែលយើងមាននៅក្នុងទ្រុងស្រាប់ណាអាមេមបើក្នុងទ្រុងគឺមនចាស់របស់យើងទេអញ្ចឹងយើងសីអាមេមបើក្នុងទ្រុងហ្នឹងបាន 2-3 ថ្ងៃហើយថ្ងៃទី13ហ្នឹងគឺយើងចេញចូលវាតាមពិតថ្ងៃនេះជាថ្ងៃទី12ហ្នឹងថ្ងៃដែលខ្ញុំថតវីដេអូហ្នឹងថ្ងៃហ្នឹងយើងត្រូវដាក់វាសីទេគូឲ្យវាសម្រាប់ប៉ុន្តែធ្វើម៉េចយើងដាក់ក្នុងទ្រុងសីទៅឲ្យវាដើរហាត់ប្រាណតិចទៅព្រោះឲ្យវាមិនស្រីកញ្ជ្រោលបានទេព្រោះអាមេមបើខាងក្រៅវាឈឺជើងអញ្ចឹងបើយើងប្លែងវាដើរជន់មេធម្មតាខ្លាចវាច្រោះគ្នាអញ្ចឹងអាមនវាបើនៅខាងក្រៅវាច្រោះគ្នាយូរខូចឆ្ពោះនឹងឈឺជើងអញ្ចឹងលើវាជាបានប្រហែល 80% ហើយចឹងប្លែងវាដើរគៀងខាងក្រៅទ្រុងដើម្បីឲ្យវាថ្សៃវិញហើយម្យ៉ាងទៀតវាទៅតែដោះរោមចិត្តចឹងណាចឹងមកនៅប្រហែលជាខែ1យើងអាចលេងបានវិញហើយគីឡូវា32គីឡូពេញមកវាប៉ុន្តែឥឡូវវាឈឺជើងនិងឈឺឆ្ពោះនឹងស្រកគីឡូខ្លះយើងស្គមអញ្ចឹងណាហើយប្រហែលថ្ងៃនេះគឺខ្ញុំបានថតវីដេអូមនចែកជូនបងប្អូនមើលដោយសាររវល់ការងារពេកទើបតែថ្ងៃនេះថតចែកជូនបងប្អូនមើលលេងកំសាន្តដូចរដងវិញអញ្ចឹងហើយសម្រាប់វីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងទេសូមបងប្អូនមេត្តាចុចពាក្យជីវនិង Subscribe ដាក់មួយផងដើម្បីទទួលបានវីដេអូថ្មីដែលខ្ញុំថតមកបន្តទៀតហើយក៏សូមអរគុណបងប្អូនទាំងអស់គ្នា